ជំរាបសួរទស្សនិកជនជាទីមេត្រីប្រធានបទយើងថ្ងៃនេះយើងនឹងជជែកទៅលើប្រធានបទបារតដែលលាយជាមួយទៅនឹងលេដែលប្រជាពលរដ្ឋខ្មែរប្រើប្រាស់ជារៀងរាល់ថ្ងៃហើយថ្ងៃនេះយើងមានវាគ្មិនរបស់យើងគឺលោកគ្រូហែមភិរៈដែលជាអ្នកឯកទេសផ្នែកជំងឺទូទៅនិងសើស្បែកជាង30ឆ្នាំគាត់នឹងបកស្រាយទៅលើប្រធានបទនេះសូមជម្រាបសួរលោកគ្រូចាចាលោកគ្រូដើម្បីយើងចង់ដឹងអំពីសារធាតុបារតនេះដែរហើយដែលយើងនឹងលាយជាមួយលេដែលប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់ជារៀងរាល់ថ្ងៃហ្នឹងជាសំណួរដំបូងលោកគ្រូអាចពន្យល់បានទេតើអ្វីទៅជាសារធាតុបារតនេះចាលោកគ្រូចាខ្ញុំសូមថ្លែងអំណរគុណចំពោះបងអូនស្រីណាដែលមកផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការអធិប្បាយណាចាពីសារធាតុគីមីដែលគេនិយមប្រើប្រាស់នៅលើពិភពលោកឈ្មោះបារតហ្នឹងជាឈ្មោះខ្មែរបាទឈ្មោះជាគីមីគេហៅ Mercury ណាបារាំងហៅ Mercury ជាលោហៈដែលមានប្រជាប្រិយភាពតាំងពីមុនគ្រិស្តសករាជតាំងពីប្រហែលជា1665មុនគ្រិស្តសករាជគេរកឃើញដំបូងនៅពីរ៉ាមីតបាទគេរកឃើញដំបូងនៅក្នុងពីរ៉ាមីតហើយគេរកឃើញនៅក្នុងធ្មេញគៀមមួយដែលប្រហែលជាព្រះរាជវង្សអេស៊ីបឬក៏ញាតិសន្តានដែលមានបារតនៅលើនៅក្នុងហ្នឹងចាអញ្ចឹងយើងមិនដឹងថាចំនួនហ្នឹងគេប្រើអីទេប៉ុន្តែពួកអ្នកប្រាជ្ញគេថាប្រើនៅក្នុងវិទ្យាសាស្ត្រណាមិនដឹងជាការប៉ះធ្មេញឬក៏គេឈឺធ្មេញពេកណាគេសម្លាប់មេរោគអញ្ចឹងវាមិនមែនជារឿងមួយប្លែកដែលមកទល់នឹងបច្ចុប្បន្នទើបតែគេស្គាល់ទេធម្មតាយើងរៀនគីមីយើងរៀនលក្ខណៈរូបវាមានរូបរាងយ៉ាងម៉េចលក្ខណៈគីមីទង្វើនិងបម្រើបម្រាស់ចា៎បាទលក្ខណៈរូបរបស់វាបារតគឺជាលោហៈបាទលោហៈមួយគេហៅថាលោហៈធ្ងន់វាធ្ងន់ណាបាទធ្ងន់ស្ថិតនៅក្នុងក្រុមគេហៅ D block បានថាវាលោហៈធ្ងន់ដែលបារាំងគេហៅលួតបានថាវាធ្ងន់ណាការប្រើប្រាស់បារតនេះដូចខ្ញុំរំលឹកអញ្ចឹងមានតាំងពី3000ឆ្នាំ4000ឆ្នាំហើយដែលមនុស្សរកឃើញវាមិនមែនជារឿងថ្មីទេពីដើមនៅហុងកុងគេឃើញប្រើច័ន្ទបុរាណគេយកទៅលាបกระดาษសែនណាឲ្យភ្លឺដូចប្រាក់ព្រោះវាជាអំបូរប្រាក់ដល់អញ្ចឹងវាដុតទៅអាបារតហ្នឹងវាបំភាយមកតាមសែងវាធ្វើឲ្យមានបញ្ហាដង្ហើមបាទមានបញ្ហាដង្ហើមប៉ុន្តែដោយសារការយល់ដឹងរបស់ប្រជាជនជំនាន់ហ្នឹងវាមិនតាន់ទូលំទូលាយយើងគិតថាយើងក្អកយើងអីធម្មតាតែក្រោយមកពួកប្រចាំប្រទេសវាទៅរកឃើញថាអាហ្នឹងមានកระดาษមាសกระดาษប្រាក់ណាវាមានទឹកមាសទឹកប្រាក់អាกระดาษទឹកប្រាក់ហ្នឹងវាមានបារតចាបាទអញ្ចឹងហើយក៏វាអាតាំងមុនគេតាមផ្លូវដង្ហើមកាលណាវាប៉ះដង្ហើមវារលាកផ្លូវដង្ហើមកាលណាវាប៉ះស្បែកវារលាកស្បែកអញ្ចឹងហើយបានជាការប្រើប្រាស់បារតនេះគឺតឹងតែងស្ថិតនៅក្នុងការគ្រប់គ្រងរបស់នៅស្រុកគេហៅនាយកដ្ឋានចំណីអាហារគ្រឿងសម្អាងនិងគីមីគឺថាมันអាចអនាគតតែបានទេបាទប៉ុន្តែលោកគ្រូប៉ុន្តែហេតុអីបានគេយកបារតយកមកដាក់នៅក្នុងលេដើម្បីលាបស្បែកដំបូងវាបើយើងនិយាយអំពីកូស្មេទិកពីដើមក្លេអូផាត្រាគាត់រកឃើញគាត់ប្រើមុនគេម្ចាស់ស្ត្រីអេស៊ីបចុងក្រោយដែលជាជនជាតិក្រិកតែគាត់ទៅធ្វើមហាក្សត្រីនៅអេស៊ីបក្លេអូផាត្រានឹងហើយដែលជាអ្នកឲ្យពាក្យថាកូស្មេរិកពាក្យកូស្មេទិកហ្នឹងជាពាក្យដែលក្រិកទេបាទខ្លះគេផ្អាប់ថាក្លេអូផាត្រានិយាយភាសាក្រិកចេះ9ភាសាតែអត់ចេះភាសាអេស៊ីបភាសាគ្មីតឥឡូវគេបង្អាប់ណាប្រហែលជាលួងមិនប្រើភាសាអេស៊ីបដូចថាលួងប្រើភាសាក្រិករបៀបដូចបារាំងចូលមកស្រុកខ្មែរយើងប្រើភាសាឡាតាំងបាទខ្លឹងចូលមកស្រុកខ្មែរយើងប្រើសំស្ក្រឹតដោយសារភាសាក្រិកហ្នឹងវាជាភាសាយានណាវាជាភាសាសម្រាប់ការសិក្សាខាងវិទ្យាសាស្ត្រខាងអីអញ្ចឹងគេឃើញម្ចាស់ត្រីហ្នឹងគាត់ប្រើបារតតែនៅក្នុងកម្រិតមួយស្រាលចា៎ហេតុអីបានពនាងលោកប្រើបារតដោយសារលោកចង់ស
បារតហ្នឹងគឺថាកាលណាយើងលាបលបាយបារតហ្នឹងដែលយើងចម្រាញ់ចេញពីថ្មណាព្រោះវាជាលោហៈប៉ុន្តែអញ្ចឹងវាត្រូវនៅក្នុងសិលាដូចជាមាសដូចជាប្រាក់ដូចជាតុងដែងដូចជាអីហ្នឹងគឺវានៅក្នុងថ្មយើងដឹងណាអញ្ចឹងលោកងាយរំលាយជាងអ្វីហើយឃើញពណ៌ល្អពណ៌វាដូចប្រាក់ silver គេថាវា silver អញ្ចឹងក៏លោកយកមកលាបកាពិតដំបងហ្នឹងលាបទៅវាឃើញផ្លេកទេសម្រាប់របៀបយើងលាបឲ្យអេម៉ៃហ្នឹងมันពលឺផ្លេកស្អាតអញ្ចឹងណាបាទចាំងទេដល់យូរទៅអាកន្លែងដែលពនាងលាបហ្នឹងវាទៅជាសក្បោះអញ្ចឹងទៅណាដោយសារក្រោយមកពួកអង្គការសុខភាពពិភពលោកបាទគេរកឃើញថាសារធាតុបារតហ្នឹងវាបណ្ដេញកោសិកាបំពាក់ពណ៌ដូចថា melanocyte ចាលោកបាទ melanocyte ហ្នឹងវាបញ្ចេញជាតិខ្មៅមួយឈ្មោះ melanin ហ្នឹងដែលធ្វើឲ្យយើងខ្មៅចាដូចថាឥឡូវយើងសស្រាប់តែយើងដើរហាក្តៅយើងសក្មហ្មងសក្មហ្នឹងដោយសារកោសិកា melanocyte ហ្នឹងវាបញ្ចេញជាតិ melanin ដើម្បីទប់នឹងកាំរស្មីព្រះអាទិត្យកាំរស្មីព្រះអាទិត្យហ្នឹងគេចែកជា2មួយគេហៅ UVB បានន័យថា ultraviolet burning ជាកាំរស្មីដែលធ្វើឲ្យឆេះចាលោកburning B UVB burning បានន័យថាលោកលាបអាហ្នឹងទៅអា melanin ហ្នឹងវាអត់មកការពារអញ្ចឹងស្រុកហ្នឹងវាក្តៅវាទៅវ៉ៅស្បែកអញ្ចឹងបានពនាងគេឃើញឃ្លុំរហូតស្លៀកពាក់វែងទោះបីតាអ្នកមួយទឹកឲ្យក៏អត់ដែលឃើញស្បែកពនាងឯងគេសង្ស័យថាគាត់មានបញ្ហាស្បែកដោយសារ cosmetic ជំនាន់ហ្នឹង ចាគឺបារតហ្នឹងឯងចាអាហ្នឹងប្រវត្តិបារតដូចជារឿងព្រេងនិទានមួយរបស់ Cinderella អញ្ចឹងបាទតាក់តងរហូតមកដល់ខ្ញុំរៀនខាងហ្នឹងបានខ្ញុំដឹងខ្ញុំរៀនខាងគេហៅថា Dermato Cosmetic ខ្ញុំរៀនខាងហ្នឹងនៅសាប់រាំងអញ្ចឹងខ្ញុំត្រូវយល់ពីអេឡឺម៉ង់មួយហ្នឹងតាំងពីកកើតវាទៅណាមកណាអញ្ចឹងណាបាទអញ្ចឹងវាធ្វើឲ្យខូចស្បែកកាលណាយើងប្រើក្នុងបរិមាណច្រើនអាហ្នឹងវាអញ្ចឹងហើយយល់ melanin ដូចសក់យើងស្កើអញ្ចឹងហើយអីបានសក់យើងខ្មៅស្រាប់តែស្កើដោយសារកោសិកា melanocyte ហ្នឹងវាផលិត melanin ហ្នឹងអត់គ្រប់គ្រាន់អញ្ចឹងវាខ្វះផាត់ពណ៌អញ្ចឹងណាអញ្ចឹងអា melanin ហ្នឹងសំខាន់ណាហើយយើងទៅលាបបារតវាដេញអាហ្នឹងឲ្យនៅស្ងៀមវាខ្លាចមកវាខ្លាចវានៅស្ងៀមវាផលិតមកអត់តអញ្ចឹងផលប៉ះពាល់វាគឺបែកយើងអត់មានអ្វីការពារនឹង UVB burning ចាលោកហើយនៅក្នុងកាំរស្មីហ្នឹងទៀតវាមានកាំរស្មីមួយហៅថា UVA ថា UV aging គឺធ្វើឲ្យយើងចាស់ដោយសារអីដោយសារ collagen នេះវាបាត់បង់កាលណាកាំរស្មីនឹងមកវាធ្វើឲ្យស្ងួតតែស្ងួតរបស់វាក្រៀមលែងថលដូចយើងយកត្រីងៀតទៅហាលអញ្ចឹងតែវាក្តៅខ្លាំងទៅវាស្ងួតដល់ស្ងួតទៅវាខូចអា fibrin ហ្នឹងបង្កើតឡើងដោយ fibroblast កោសិកាមួយឈ្មោះ fibroblast ដែលយើងហៅ collagen ហ្នឹងគឺ fibrin ហ្នឹងដូចសរសៃផ្ទះយើងធ្វើអាសរសៃដែកដើម្បីការពារកុំឲ្យយើងផុងយើងផតអីចឹងណាអញ្ចឹងការដែលយើងលាបអាបារតនឹងច្រើនទៅវាស៊ីអាកោសិកាមួយទៀតដែលធ្វើឲ្យយើងតឹងណែនហ្នឹងជាប្រូតអ៊ីនមួយ fibrin ណាហើយ fibrin ផលិតដោយកោសិកាឈ្មោះ fibroblast ដែលភាសាធម្មតាយើងហៅ collagen អញ្ចឹងវាបំផ្លាញពីរទី1វាបដិញអង្គរៈយើងដែលការពារ UVB burning ទី2វាបំផ្លាញសំណាញ់មុខដែល UVA បាទណា aging អញ្ចឹងអ្នកលាបបារតនឹងយូរទៅមុខចាស់ខ្លះមុខដូចបាញ់ឆៅខ្លោចចឹងបាទដូចយើងយកបាយក្តាំងខ្លោចមកពាក់លើមុខចឹងភិចហើយអ្នកមិនតាន់ហ្នឹងគឺដូចកដាលលូតចឹងចាលោកបាទអាហ្នឹងដែលអង្គការសុខភាពពិភពលោកហាម5មិនឲ្យយកសារធាតុគីមីហ្នឹងមកប្រើនៅ cosmetic បាទលោកគ្រូបើអង្គការ WHO ហាម5ហេតុអីបានលេមួយចំនួននៅលើពិភពលោកជាពិសេសលេនៅក្នុងប្រទេសកម្ពុជាដាក់សារធាតុបារតហ្នឹងសារធាតុបារតហ្នឹងដំបូងមកពីប្រទេសជិតខាងឯងកម្ពុជាយើងអត់ចេះទេកម្ពុជាយើងដំបូងចេះពីខាងកើតគឺម្សៅកុកទីយ៉ុងយកកុកទីយ៉ុងយកមកលាយណា Celestidium កុកទីយ៉ុង Beta Metazone លឆាន់ញីឈ្មោលអីចឹងណាយើងប្រើកុកទីកាអ៊ីតព្រោះ
ព្រោះធម្មតាមុខយើងវាលមាស់វាអីលាកតិចតួចដោយសារយើងធ្វើការច្រើនដោយសារស្ទះគល់រោមអីយើងលាបកកទីកអ៊ីតលាបកកទីម្យ៉ាងអានោះវាអត់តន់ចិត្តបានន័យថាលក់បានថោកទៀតណាក៏ចេះធ្វើដែរចំនួន top 0 top z បែបតាញីឈ្មោលកកទីម្យ៉ាងស្រឡេះទៅដាំតាមលមាស់ជាកម្មអីនោះលាយដែរមកសានោះចាដល់លាយចឹងទៅអាទីសានោះវាតូចបានតែពួកគេហៅធ្វើកញ្ចក់ពួកមកពីកើតធ្វើកញ្ចក់យកម្សៅហ្នឹងដាក់ខ្លងអញ្ចឹងវាលក់អត់បានច្រើនចាដល់អញ្ចឹងទៅខាងប្រទេសផ្ទះលេខ2ហ្នឹងគេធ្វើម្សៅគេហៅក្បាលមនុស្សចាលោកក្បាលមនុស្សហ្នឹងយើងមិនចេះមើលអក្សរថៃយើងឃើញរូបមនុស្សនៅលើខ្លងហ្នឹងយើងហៅថាម្សៅក្បាលមនុស្សចាថាលក់ដាច់ដាច់សម័យឡុងគួរហ្នឹងអូឡ িম্প ិកលក់ទាំងជុងអញ្ចឹងទៅចាហើយខាងយើងអត់បានចាប់អារម្មណ៍ហ្នឹងអាហ្នឹងម្សៅបារតទេណាចាតែនៅបាងកកគេមកចាប់ដល់ឡុងគួរនេះចាលោកគ្រូការពិតដំបងប៉ូលីសថៃវាអត់ចាប់អាក្បាលមនុស្សនឹងទេវាទៅចាប់គេហៅអា copy Adidas បាទ Levi Lacoste Nike អញ្ចឹងណាជ្រុលវាឃើញអានឹងលក់ដាច់ពេកវាយកទៅ laboratory នៅបាងកកចាក៏ឃើញបរតខ្ពស់មែនតើម្សៅក្បាលខ្មោចនឹងក្បាលមនុស្សនឹងពេញទាំងអស់មិនថាឡាវមិនថាកម្ពុជាមិនថាវៀតណាមទេបាងសួងបាក់លោកដឹងចាលោកដឹងដោយសារបាងកកប៉ុស្តិ៍វាចុះ donation វាចុះយើងដឹងធម្មតាទេបាទអង្គការសុខភាពពិភពលោកប្រចាំនៅក្រសួងការបាលហ្នឹងលោកដឹងលោកកាសនថាមានម្សៅបរតហ្នឹងមកចាលោកគ្រូបរតដែលលាយជាមួយលេនឹងម្សៅដែលយើងលាយប្រហែលយើងមើលនឹងភ្នែកតេឬយើងមើលយ៉ាងម៉េចបានយើងដឹងយើង easy ចាស្រួលណានៅ laboratory គេមាន kit គេទឹកតំណក់ណាដូចយើងទឹកយើងបតក់ភ្នែកអញ្ចឹងគេធ្វើសម្រាប់តេស្ត substance chimic ឧទាហរណ៍ថ្ងៃមុនចាប់តកែគ្រឿងសម្អាងមួយអញ្ចឹងទៅស្នងការខេត្តកណ្ដាលហ្នឹងគាត់យកម្សៅហ្នឹងមកបតក់អាទឹកបរតហ្នឹងចាចង់និយាយថាយើងយកម្សៅហ្នឹងតែមកប៉ិនជើងធូបប៉ិនគ្រាប់សណ្ដែកហ្នឹងណាឧទាហរណ៍ម្សៅហ្នឹងវាពណ៌ខ្មែរយើងច្រើនពណ៌បាទពណ៌ចាតែយើងលាយក៏លាស់ដែរយើងចង់ពណ៌អីក៏បានដែរពណ៌សាច់ពណ៌ base ពណ៌ស្តង់បារងពណ៌អីខ្ញុំចេះជាប្រាំងណាពណ៌ថ្លៃយើងបតក់អាទឹកហ្នឹងទៅវាឡើងពណ៌កម្ៅចាស់មើលនឹងភ្នែកតេមើលនឹងភ្នែកកំរកដឹងណាពីព្រោះវាងាយរលាយនៅក្នុងហ្នឹងតោះតែមានថាតម្លៃវាបើយើងទិញនៅទីផ្សារជារាយ7រៀលទឹកហ្នឹងបតក់បាន50ដងចង់ដឹងបរតបតក់ពុបទៅចាញ់ positive ហ่ะបាទមានផ្សេងទៀតសម្រាប់កកទីកអ៊ីតអាស៊ីតគឺអត់មានប្រវាក់ទេសួរថាបានក៏មានក៏បានក៏មានចាបាទលោកគ្រូចំពោះផលប៉ះពាល់វិញដោយលោកគ្រូប្រហែលតិចហើយពីផលប៉ះពាល់ប៉ុន្តែអ្នកដែលលាបលេដែលមានលាយសារធាតុគីមីបរតនៅក្នុងនឹងផលប៉ះពាល់ក្នុងពេលបច្ចុប្បន្ននិងអនាគតបែបម៉េចយើងនិយាយពីផលវិបាកបារាំងគេប្រើពាក្យថា complication ហ្នឹងវាមានផលវិបាកចំពោះមុខនិងទៅថ្ងៃមុខ complication គឺកងដែរទៅថ្ងៃមុខបានន័យថាវាយូរវែងចំពោះមុខបើតាមអង្គការសុខភាពពិភពលោកលោកកាសនថាទីមួយយើងរលាកស្បែកដូចថាយើងលាបទៅយើងកុហកកាហាយពាក្យខ្មែរថាកុហកកាហាយអញ្ចឹងណាក្តៅបាទពាក្យអង់គ្លេសថា irritating skin irritating ហ្នឹងន័យថាវា irritation ណាលាកកុហកកាហាយអញ្ចឹងទៅចេញក្រហម rouge អញ្ចឹងទៅបាទហើយដល់ពេលអញ្ចឹងពេលលមាក់យើងយកម្សៅកកទីកអ៊ីតមកលាបអង្គទីអង្គផ្លំតទី1រងគ្រោះដោយបរតវាបដិញមេឡាណូស៊ីតទី2យើងរងគ្រោះដោយអាព្យាបាលនឹងទៀតអាពីរហ្នឹងសិតតែមាន effect សេកុងដែរដូចគ្នាអញ្ចឹងចំពោះមុខអង្គការសុខភាពលោកគឺថាក្រៅពី irritating skin ហ្នឹងគឺថាអ្នកជំងឺមួម៉ៅចាប់ផ្ដើមខឹងវាអត់តាំងទៅលើគេហៅថាតាក់មីណាល់អ្នកវើតាក់នេសុងអ្នកវើអត់តែស្អីប្រសាទទូចនៅក្រោមស្បែកកាលណាវាអស់អា collagen ហ្នឹងកាលណាវាអស់ដូចផ្ទះយើងអញ្ចឹងកាលណាវាដាច់អាដែកឬក៏អីហ្នឹងវាត្រូវជ្រាបទឹកវាត្រូវពុកត្រូវធ្លាក់អញ្ចឹងទៅវារំខានអញ្ចឹងយើងមានអារម្មណ៍ធ្ងន់មុខបើលាបលើខ្លួនធ្ងន់ដៃធ្ងន់ជើងអញ្ចឹងអារម្មណ៍ឆេវឆាវបាទឆេវឆាវព្រោះធម្មតាគេថាកាលណាមានជំងឺសើស្បែកមនុស្សមានបញ្ហាផ្លូវចិត្តចាគេប្រៀបធៀបអញ្ចឹង
គេប្រៀបធៀបជំងឺសើស្បែកហ្នឹងណាប្រៀបនឹងអ្នកមានរោគស្នេហាគឺនៅអត់សុខដូចគ្នាបាទនោះស្រឡាញ់គេមួយថ្ងៃត្រូវតែឃើញឆ្កែគេផ្ទះគេម្ដងអញ្ចឹងអត់ធ្វើអីម៉ែគេចោលរាល់ថ្ងៃវានៅព្រុបត្រាស់ទូប្រាស់ធ្វើម៉េចឲ្យបានឃើញគេចាអាសើស្បែកហ្នឹងដូចគ្នាធ្វើម៉េចអញឲ្យបាត់ឲ្យវាស្អាតលឿនអញ្ចឹងណាដល់អាការដែលយើងចង់បានអ្វីដែលវាលឿនពេកវាធ្វើឲ្យមានជំងឺធ្លាក់ទឹកចិត្តអានេះអង្គការសុខភាពពិភពលោកបញ្យល់ទេបាទចូលលោកគ្រូពាក្យមួយដែលគេនិយាយថាអ្នកកាយសម្ផស្សញៀននឹងកាយសម្ផស្សអាហ្នឹងត្រូវហើយអាហ្នឹងគេមានគេសិក្សាពី psychology របស់មនុស្សដែលចង់ស្អាតចាមនុស្សដែលចង់ស្អាតខ្លាំងហ្នឹងដូចជា Michael Jackson នេះណាគេថាជាមនុស្សរវើរវាយបានន័យថាគឺស្អាតប៉ុណ្ណេះហើយចង់ស្អាតប៉ុណ្ណោះទៀតចង់ដូចទេវតាអញ្ចឹងណាគេថាប្រៀបបីដូចជាសមុទ្រដែលទលេប្រមាណក៏ហូរទៅមិនកប់ដែរអញ្ចឹងអាសេចក្តីចង់ស្អាតហ្នឹងវាគ្មានព្រំដែនទេចង់និយាយថាយើងខូចម៉ង់តាលីតេបាត់ហើយអ្នកដែលប្រើអ្នកដែលអីហ្នឹងណាពីព្រោះអារបស់ mentality គេលោកគ្រូ mental របស់យើង mentality អារម្មណ៍របស់យើងហ្នឹងវាខូចអានឹងមុនណាស់ហើយបាទលោកគ្រូពាក្យបច្ចេកទេសហើយនឹងពាក្យបារាំងហើយពាក្យជ្រៅពេកខ្ញុំអ្នកអង្គុយស្ដាប់តាមចំពោះ effect secondaire ចាផលវិបាកយូរវែងទៅថ្ងៃមុខណាចាដោយសារវាជាលោហៈធ្ងន់ដូចលោកគ្រូនិយាយមកអញ្ចឹងដោយសារតែវាមានលោហៈវាលេខអាតូមវាអក្សរកាត់វា Hg Ag ណាលេខអាតូមអាតូមិកវា80អញ្ចឹងដោយសារតែវាជាលោហៈធ្ងន់ប្រភេទក្រុម halogen ហ្នឹងបានន័យថាវាធ្ងន់ណាវាជ្រាបលឿនណាវាបានវាចូលទៅក្នុងសរសៃឈាមណាធម្មតាតែចេញពីស្បែកយើងវាចូលទៅសរសៃឈាមយើងទូចខាងបែកហ្នឹងវាទៅដល់តម្រងនោមដល់តម្រងនោមកាលណាវាធ្ងន់វាអត់ងាយយើងនេះទេយើងអត់ងាយ eliminate បានន័យថា eliminate វានោមចាញ់ឬបែកញើសមកតាមញើសអត់ទេវាត្រូវ stop ការគេហៅវាទៅកក់កុញពាក្យខ្មែរថាតម្រងនោមកក់កុញកុសកនៅក្នុងតម្រងនោមតែដូចកបោបាទធ្ងន់ជាងកបោអាចបាទកបោអាចយើងញ៉ាំគេថាគេហៅអាស៊ីតអីមួយចំនួនអញ្ចឹងវាធ្លាក់មកហ្វូសូមីស៊ីនអញ្ចឹងនៅកបោយើងអាចមានជាតិជូរដែលយើងញ៉ាំទៅវាដាច់មកដូចជាម្នាស់ដូចជាអីអញ្ចឹងណាអានោះអត់ទេបាទអានោះវាអត់ទេវាសារធាតុវាហ្នឹងគឺភាពពុលវាគឺភាពពុលដល់សរសៃប្រសាទហើយដែលលោកគ្រូនិយាយមិញថាវាធ្វើឲ្យឆេវឆាវហ្នឹងអាហ្នឹងណាបាទធ្វើឲ្យឆេវឆាវហ្នឹងនឹងពុលដល់តម្រងនោមមនុស្សបាទនឹងសត្វទៀតបើយើងវាសត្វបានអានឹងអីចឹងក៏ជាតិហ្នឹងវានៅក្នុងសត្វហ្នឹងដែរយើងញ៉ាំអាហារសត្វហ្នឹងទៅញ៉ាំសាច់ញ៉ាំអីវាទៅវាចូលទៅក្នុងខ្លួនយើងទៅមកអញ្ចឹងណាហើយវាងាយលាយក្នុងទឹកបានអញ្ចឹងគេយកមកលាយលេដូចថាលេគេហៅស្អីគេអាលេសូលែអាទឹកអាសម្ងាយពីដើមយើងក្រែមការពារកម្ដៅថ្ងៃយើងប្រើអុកស៊ីតដឺសាំងសង្កសីឌីអុកស៊ីតអញ្ចឹងទៅយើងលាបទៅវាឃើញសពពុះអានឹងអត់គ្រោះថ្នាក់ទេវាឃើញសពីលមែនតែវាល្អណាស់បាទតែអាសារ៉ូមការពារកម្ដៅនេះអាសារ៉ូមការពារកម្ដៅហ្នឹងលាបទៅចូលស្បែកល្អបាទចូលស្បែកល្អហ្នឹងគឺបារ៉ត99.999%អានឹងអង្គការសុខភាពពិភពលោកគេអញ្ចឹងមកវាងាយលាយក្នុងទឹកទៀតណាមិនមែនថាអញ្ចឹងបានអាបារ៉តហ្នឹង very good សម្រាប់ចៅសម្រាប់ជនទុច្ចរិតហ្មងវាធ្វើឲ្យឆាប់ដូចថាលាបម៉ែសដល់កូនអីចឹងនិយាយចឹងត្រូវហើយវាទៅតាមស្ទងសក់តងអីហ្នឹងបាទប៉ុន្តែវា700វាងាប់យួនហើយវាងាប់ហ្មងតែលោកគ្រូផលប៉ះពាល់បណ្ដាលឲ្យបាត់បង់ជីវិតហ្នឹងវាលឿនឬក៏ឆាប់យឺតអានឹងយឺតណាតាមមិនសំតែបើអាប៉ះពាល់លិចស្បែកអីហ្នឹងលឿនលាបតែ3 4ថ្ងៃដឹងហ่ะប៉ុន្តែលោកគ្រូបើផលប៉ះពាល់ចេញពីបារ៉តចេញពីលេហ្នឹងលោកគ្រូមានថាលឿនអាលាកស្បែកលឿនអីចឹងប៉ុន្តែប៉ះពាល់ជីវិតហ្នឹងយឺតប៉ុន្តែប្រជាពលរដ្ឋយើងនៅពេលដែលគាត់ឃើញផលប៉ះពាល់វាសំយឺតអញ្ចឹងគាត់អត់សូវឃើញហានិភ័យទេតែលោកគ្រូមានការ advice បែបមិនដែរទៅដល់ប្រជាពលរដ្ឋហើយលោកគ្រូមើលឃើញថាប្រជាពលរដ្ឋខ្មែរយើងហេតុបានជានិយមនៅតែចង់សបែបអញ្ចឹងណាលោកគ្រូចាទី1ការយល់ដឹងពីគីមីយើងសោយយើងនិយាយអញ្ចឹងទៅណានិយាយទៅវាភាគច្រើនប្រជាជនយើងត្រឹមធម្មសិក្សាអ្នកខ្លះអត់ចប់បឋមសិក្សាទេអាហ្នឹងយើងនិយាយឲ្យត្រង់ហ្នឹងមិនជារឿងបាយម្លាយក្រសួងអប់រំទេយល់ទេចាអត្រាកុមារបោះបង់ការសិក្សាច្រើន
ហើយកម្រិតបារតវារៀនកម្រិតវិទ្យាល័យថ្នាក់ទី10ឬក៏ទី12បាក់ឌុបបានរៀនគីមីណាបាទយើងអត់អាចធ្វើឌីប្លូមស្គាល់បារតទេចាព្រោះដើម្បីស្គាល់បារតស្គាល់អ៊ីដ្រូគីណូនស្គាល់អេស្ទែស្គាល់អាកុលស្គាល់មេតានបុយតានអីអាហ្នឹងបើជំនាន់ខ្ញុំបាក់ឌុបបានរៀនហើយយើងរៀនណាយើងរៀនត្រឹមលក្ខណៈរូបលក្ខណៈគីមីទង្វើបំរើបំរាឃើញទេអញ្ចឹងយើងអត់អាចរៀនពីផលវិបាករបស់វាទេយើងអត់ដឹងទេតថាកម្រិតឱសថការីចាលោកគ្រូឬក៏វិជ្ជាបណ្ឌិតចាចាំដិតក៏ដឹងព្រោះធម្មតាក៏រៀនប្រូរីតុកស្លេក៏ដឹងបាទពេទ្យគេដឹងគេរៀនអានោះបើគេមិនដឹងគេត្រែទេមិនកើតតោះដឹងកូសបានដឹង treatment ចាអញ្ចឹងជាប្រវត្តិឃើញតាមនេះងុយខ្មៅមកលៀបលេតែមកទៅស្គូចឹងតាមនេះតមម្នាក់មុនខូចស្បែកអានេះបានស្អាតមកតែដឹងម្នាក់សាក់បន្តិចគេបានលុយច្រើនចាបានលុយដោយសារយើងតតាហើយឆាប់លឿនណាលៀបសមកជាប់មុំអីដាក់តាសារ៉ូមគេហ្នឹងសារ៉ូមមែកគ្រីហ្នឹងបាទគឺថាហើយថោកថោកទីដើមវាថោកណាបាទថោកណាយើងទិញតែបន្តិចមកយើងលាយបានដល់ចានដែកបាទអញ្ចឹងណាបាទអញ្ចឹងវាជារឿងមួយដែលការយល់ដឹងរបស់ប្រជាពលរដ្ឋសំខាន់ណាស់ដូចលោកគ្រូចឹងកោកសឹកតែមកទៅដល់ឯកកពោះក្បៃពួកម៉ែវាអត់ឲ្យនិយាយផងគេថានិយាយឡើងគេស្អប់ហ្នឹងចាត់គេហៅឯងវាស់លុយគ្នាហើយលុយចាញ់អ្នកលក់លេទេហើយធ្វើការមួយឆ្នាំបានគេលក់មួយថ្ងៃបណ្ដាញគេ3-4ម៉ឺនអាយឡែតណោះគេទិញជាកញ្ចប់ទៀតអីឯងគេលក់1ឡូប្រាក់ខែបាត់ណាវាអត់ឲ្យខ្ញុំនិយាយទេវាមិនមែនការពារទេវាថានិយាយទៅវាដដែលដូចថានិយាយគេមានអ្នកស្ដាប់ចាអត់ចង់ស្ដាប់ហើយយើងវាចង់ស្អាតអញបានស្អាតផ្លែតមិនទៅណែមិនទៅហ្នឹងដែលវាបន្ទុកណាបន្ទុករត់ទេពេលគាត់ខូចតម្រងនោមពេលគាត់ពុលថ្លើមពេលគាត់មានជំងឺស្បែកធ្ងន់ធ្ងរទៅរកបសទៅរកបានក្រីក្រអញ្ចឹងរត់ចាំតែខាតអត់មានបានអីសោះលុយបានអាឈ្មួញអសិលធម៌បាទរត់បានខាតក្រុមគ្រួសារពុកម្ដាយបានយំចុះដំបងមួយអាទិត្យម្ដងលាងឈាមក្រោយមកមួយអាទិត្យ2ដងមុនស្លាប់ម្ណាទុកឲ្យស្លាប់អស់គូអស់កបីអស់ផ្ទះអស់ដីស្រែកូនស្រីស្លាប់ទៅហើយពាក្យច្រើនតែនារីទៀតបាទពលហ្នឹងពួកបរោះគាត់មិនសូវមានតិចតួចទេដែលគាត់ប្រើរបស់អស់ហ្នឹងចុះលោកគ្រូសម្រាប់លោកគ្រូវិញលោកគ្រូយល់ថាតើកម្ពុជាយើងគួរតែផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់លេនឹងយ៉ាងដូចម្តេចដែរលោកគ្រូចាទី1បើយើងបាត់មិនឲ្យបារតចូលខុសច្បាប់ចាបាត់អត់បានទេព្រោះសុបចង់ស៊ីមីវាមានប្រើនៅពេទ្យថ្មិញពេទ្យអីគេត្រូវប្រើបារតចានៅក្នុងឧស្សាហកម្មធ្វើអំពូលធ្វើអីនេះគេប្រើបារតបាទនៅក្នុងវាណាផនខ្លះបោកគូអីគេប្រើបារតដើម្បីសម្អាតទលាយើងខោកបយខោអីយើងវាដេញណាអញ្ចឹងដូចយើងគ្រប់គ្រងអាស៊ីតដាក់បារតហ្នឹងជាសារធាតុគ្រោះថ្នាក់ដោយអាស៊ីតគឺថាអ្នកណាប្រើប្រាស់អាស៊ីតដែលគ្មានច្បាប់ដោយប្រើអាវុធខុសច្បាប់ចាអ្នកណាប្រើប្រាស់បារតដែលគ្មានដូចថាវិក័យប័ត្រមិនមែនជាពេទ្យថ្មិញមិនមែនបើវិជ្ជាបណ្ឌិតក៏អត់ប្រើទេអត់លើកឡើងតែតាក់1ម៉ែត្រមួយដែលគាត់វាស់កម្ដៅទេយើងគាត់បែកគាត់អីទៅវាទៀតអីចឹងអត់ប្រើវិជ្ជាបណ្ឌិតអត់ត្រូវប្រើបារតសោះដើម្បីនៅក្នុងបន្ទប់វះកាត់អញ្ចឹងបារតប្រើច្រើនគឺពេទ្យថ្មិញចានៅប្រើហើយដុតกระดาษអ្នកផលិតกระดาษចាអ្នកផលិតกระดาษសែនចិនអញ្ចឹងយើងទៅឆែកមើលអាกระดาษសែនចិនហ្នឹងហើយលោកគ្រូពេទ្យថ្មិញគាត់ទិញពីណាគាត់ប្រើអីមួយខែអស់ប្រហែលប៉ុន្តែធ្វើអញ្ចឹងវាមិនកើតព្រោះហ្នឹងវារត់ពន្ធដាក់ដូចថាឡានក្រុងអញ្ចឹងទៅដាក់ពីនេះមកណាមកខាំពីខាំមកមានតែប្រមាអីអាឡេវាមានអីក្រាស្រងណាហៅ Protivate បងពុនអាឡេមួយប្រហែលធុងយើងយកពុនអូនបានចុះបើអូនលាក់អាបរតនឹងនៅគៀនឡានណាអញ្ចឹងទៅមកដល់និយាយដែរហ្នឹងបែកចោលទេចាបាទមកជួបបាយគឺការអប់រំសិក្សាធិការនឹងហ្មងចូលទៅក្នុងកម្មវិធីសិក្សាតាំងពីកម្រិតបឋមឬក៏ teenager អូនទី5ទី6អាហ្នឹងអូនដឹងណាបាទអូនដឹងបងបាទអូនដឹងអូនទៅប្រាប់សហគមន៍អូនណាអូនថាចាកុំប្រើណាអីកុំប្រើមីងកុំប្រើបងកុំប្រើហ្នឹងខ្ញុំរៀននៅសាលាលោកគ្រូគីមីខ្ញុំថាហ្នឹងខូចតម្រងនោមលាងឈាមចាអញ្ចឹងមានតែpreventionជា education ទេជាការអប់រំគឺចេញពីយុវវ័យមកព្រោះអាអ្នកឈឺហើយយើងពិបាកជួយណា
ស្រាប់ទៅចុះបានទោសហើយទៅចុះពួកគ្នាទោះជាបាលក៏មើលអត់ជាដែរវាអាំងស៊ីវីសងរ៉េណាល់ហើយសោយតម្រងនោមហ៊ុនងហើយមានណាលៀងឈាមដើម្បីយកឈាមចាស់ទៅត្រងយកអាហ្នឹងហើយបញ្ចូលមកវិញទៅមកវាចំណាយនឹងណាត់ក្រុមគ្រួសារណាណាត់ក្រុមគ្រួសារអញ្ចឹងជាអ្នកដែលថាអ្នកអប់រំគេគិតយុវជនទៅម៉េចយើងដូចក្មួយប្រូនឯងអញ្ចឹងត្រូវផ្សាយតែដែលទៅមនុស្សអត់មើលអាបរតហ្នឹងបើខ្ញុំនិយាយច្រើនរាប់ខែផ្ទុះបាត់ account ទៀតបានខ្ញុំអត់ស្អើនិយាយចាលោកគ្រូមែនណាខ្ញុំមិនស្រឡាញ់ជាតិទេពេលខ្លះខ្ញុំស្រឡាញ់ account ខ្ញុំដែរនិយាយប៉ះអាលិចប៉ះអាកើតគេ report បេនចោលបាត់ថាយើង scam មិញអីនិយាយអីខុស community អីចឹងណាចាលោកគ្រូចាអរគុណច្រើនលោកគ្រូចា